ទាំងអស់គ្នាមកមីប្រាប់មួយណានេះមកមីចូលចិត្តញ៉ាំអាគ្រឿងសមុទ្រគេហៅថាវានៅព្រិលកកតិចតិចណាអានឹងឆ្ងាញ់ហើយទី2បានន័យថាយើងបានយើងទទួលបាននៅគុណភាពរសជាតិរបស់គ្រឿងសមុទ្រតែសារហេតុអីនៅពេលដែលមីចាប់ផ្ដើមនាំគេចូលមកនេះស្រស់ថ្មីអញ្ចឹងយើងរៀបចំឆក់ទឹកត្រីបុកឲ្យរួចរាល់ហើយគឺមីដាក់ចូលទូកអីហេតុអីគឺគេហៅថា lock process នៃការវិវត្តរបស់គ្រឿងសមុទ្រអាហ្នឹងគឺបងគីតដែលគាត់រៀននៅ Switzerland គាត់ប្រាប់មីបើសារមីសួរគាត់ថាតើមានវិធីអីដែលយើងរក្សាគ្រឿងសមុទ្រនៅស្រស់ដូចថាគុណភាពនៅស្រស់ហើយឆ្ងាញ់ពេលយកមកញ៉ាំនៅឆ្ងាញ់អញ្ចឹងអញ្ចឹងមកគិតថាបើសិនជាអត់មានប្រើសារធាតុបំរុងទុកអីទេគឺមានតែគេហៅថា lock process គឺដាក់វាចូលកកអញ្ចឹងពេលចង់ញ៉ាំយកមកញ៉ាំមកអញ្ចឹងវានៅរក្សា lock process អាគុណភាពរបស់គ្រឿងសមុទ្រហ្នឹងយើងនៅទទួលបានអាគុណភាពដូចតែថ្ងៃយើងចាប់ដើមឆក់ដំបូងអញ្ចឹងណាអញ្ចឹងនេះមីចូលចិត្តញ៉ាំប៉ុណ្ណឹងវាត្រជាក់ឆ្ងាញ់ហើយវានៅបានគុណភាពមួយដែលមីចង់បានទៀតអញ្ចឹងមីចូលចិត្តដាក់ប៉ុណ្ណឹងណាហ្នឹងហើយ4 5ថ្ងៃនេះតែមីយកចេញមកយើងយកមកញ៉ាំណាអត់គេអត់សាច់ផ្គានៅតែស្រស់ដដែលហើយញ៉ាំទៅវាត្រជាក់ដូចក្រែមអញ្ចឹងណាចឹងទាំងអស់គ្នាបើសិនជាញ៉ាំហើយសល់ប៉ុណ្្នឹងដូចអាមីអញ្ចឹងណាញ៉ាំអត់អស់ហើយចាំទុកញ៉ាំទៀតកុំឲ្យ process វាវិវត្តទៅមុខឲ្យនៅបានគុណភាពល្អអញ្ចឹងបិទកម្អវារុញចូលទៅក្នុងទូកកចង់ញ៉ាំដកចេញមកញ៉ាំវិញធ្វើតាមវិធីបែបហ្នឹងគឺយើងបានគុណភាពគ្រឿងសមុទ្រមួយដែលឆ្ងាញ់